ចាប់តាំងពីម្សិលមិញមកនេះខ្ញុំសង្កេតឃើញថាមាន account Facebook របស់បងប្អូនយើងជាច្រើនត្រូវក្រុមហ៊ុន Facebook disable account ឬក៏បិទ account នឹងចោលដោយបងប្អូនទាំងអស់គ្នាមិនបានដឹងពីមូលហេតុហើយក៏មិនដឹងថាមូលហេតុហ្នឹងដោយសារអ្វីនោះដែរអញ្ចឹងខ្ញុំក៏មិនទាន់ចេញវីដេអូភ្លាមដែរដោយសារខ្ញុំត្រូវធ្វើការស្រាវជ្រាវជាមុនសិនហើយមុននឹងខ្ញុំលើកយកមកនិយាយបកស្រាយជូនបងប្អូនគឺសិតតែមានហេតុផលអំណះអំណាងរួចហើយណាបានន័យថាខ្ញុំអាចដឹងច្បាស់លាស់ហើយទើបខ្ញុំយកមកនិយាយមិនចេះតែវិភាគឬក៏និយាយដោយព្រាវនោះទេហើយខុសត្រូវឬសមរម្យមិនទំនងឬក៏មិនសមឬក៏បងប្អូនគាត់ថាខ្ញុំលើកយកមកនិយាយនេះខុសឬក៏ត្រូវអានឹងទៅលើការគិតរបស់បងប្អូនតាមពិតទៅតាំងពីថ្ងៃមកគឺខ្ញុំអត់ទាន់ដឹងទេគ្រាន់តែខ្ញុំឆ្ងល់ទៅលើ account ប្អូនខ្ញុំមួយដែលគាត់ទៅទិញ laptop មកណានៅក្នុងទូរស័ព្ទគាត់ប្រើបានធម្មតាពេលចូល laptop គឺអត់បានទេណាគឺមិនថាជាមាន email ឬក៏ account លេខសម្ងាត់អីក៏ដោយដាក់ត្រូវយ៉ាងម៉េចក៏ដោយចូលអត់បានគឺខ្ញុំឆ្ងល់មែនទែនតែអាហ្នឹងគឺខ្ញុំអត់ទាន់ឃើញព័ត៌មាន disable account Facebook អីហ្នឹងទេបិទ account អីហ្នឹងទេប្រសិនសមមិញខ្ញុំបញ្ញាប់ទៅផ្សារផងអីផងអញ្ចឹងទៅហើយខ្ញុំអត់បានសេតាមដានរហូតដល់ម៉ោង3ម៉ោង4ខ្ញុំចាប់ផ្ដើមបើកមើល Facebook ឃើញតិចបន្តួចហើយខ្ញុំក៏ចាប់ផ្ដើមប្រមូលផុសតាងមកសិនណាខ្ញុំអត់ទាន់លើកយកថតវីដេអូបង្ហាញជូនបងប្អូនទាំងអស់គ្នាទេខ្ញុំត្រូវការមានអំណះអំណាងដែរអត់ទាន់ធ្វើភ្លាមទេខ្ញុំធ្វើអ្វីមួយគឺរៀងម៉ត់ចត់ដែរណាកុំឲ្យខុសហើយកុំឲ្យមានការយល់ច្រឡំអញ្ចឹងរហូតដល់យប់ឡើងយប់ណាប្រហែលជាម៉ោង6ម៉ោង7ហ្នឹងខ្ញុំមកផ្ទះវិញខ្ញុំតោះអង្គុយហូបបាយអីនៅមុខអញ្ចឹងទៅក៏ប្អូនខ្ញុំមួយទៀតហ្នឹងគឺវាមានបញ្ហានឹងកើតឡើងតែម្ដងគឺតាក់ទងនឹងdisable account ក្រុមហ៊ុន Facebook ហ្នឹងបិទ account ហ្នឹងចោលតែម្ដងហើយខ្ញុំក៏ចាប់ផ្ដើមសួរព័ត៌មានគាត់បន្ថែមទៀតព័ត៌មានអីគេតាក់ទងថាទៅ Facebook គាត់ហ្នឹងមានយកទៅភ្ជាប់ជាមួយនឹង app AI អីញ៉ៃញ៉ៃ comment អីញ៉ៃញ៉ៃ share អីញ៉ៃញ៉ៃលេខនេះផ្ដេសផ្ដាសអីហ្នឹងហើយគាត់ក៏ឆ្លើយមកតាមហ្នឹងខ្ញុំក៏ចាប់ដើមមានភស្តុតាងមួយចំនួនហើយក៏ជាភស្តុតាងមួយដែលខ្ញុំគិតថាត្រឹមត្រូវដែលតាក់ទងនឹងបញ្ហាធំដែលធ្វើឲ្យក្រុមហ៊ុន Facebook ហ្នឹងបិទ account ឬក៏ disable account របស់យើងចោលតែម្ដងណាចឹងខ្ញុំក៏មើលនៅ comment គេទៀតខ្ញុំមិនទាន់ថាវាអាចមកពីអញ្ចឹងទេមើលនៅ comment បងប្អូនយើងផ្សេងទៀតដែលបងប្អូនខ្លះគាត់ថា account របស់គាត់ដាក់តាក់ញបានថ្ងៃខែអីដូចគ្នាហើយមាន blue tick subscribe អីណានៃច្រើនហើយក៏នៅតែទៅដូចតែគ្នាណានៅតែបិទដូចតែគ្នាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមដឹងហើយពីមូលហេតុថាមកពីហេតុអ្វីហើយមូលហេតុធំនោះគឺតាក់ទងនឹង account របស់យើងមានភាពមិនប្រក្រតីមួយចំនួនបងប្អូនមានភាពមិនប្រក្រតីហ្នឹងគឺអីគេគឺវាមានច្រើនដោយ account ខ្លះស្រួល account ខ្លះពិបាកក្នុងការពិនិត្យអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហា disable account អាចមកពិគ្រោះជាមួយខ្ញុំបានហើយបងប្អូនដែលខ្លាចក្រុមហ៊ុន Facebook បិទនៅថ្ងៃខាងមុខក៏អាចមកពិភាក្សាពិគ្រោះជាមួយខ្ញុំបានឲ្យខ្ញុំពិនិត្យមើលហើយឲ្យខ្ញុំរៀបចំការពារទុកឲ្យហើយទៅណាដើម្បីកុំឲ្យមានបញ្ហានឹងកើតឡើងហើយបើសិនជាបងប្អូនគិតថា account នឹងអត់សំខាន់ទេចង់បិទអីក៏បិទទៅក៏តាមចិត្តបងប្អូនទៅអាហ្នឹងខ្ញុំអត់បង្ខំទេប៉ុន្តែគាត់ណាចាប់ពីពេលនេះតទៅរាល់ account ដែលត្រូវបានបង្កើតថ្មីឬបងប្អូនគិតថាបិទទៅបង្កើតថ្មីគឺនៅពេលដែលបង្កើតថ្មីម្ដងនេះគឺมันងាយស្រួលដូចមុនទៀតទេចាប់ពីពេលនេះតទៅរហូតតែម្ដងអត់មានពេលកំណត់ទេណាគឺបង្កើត account Facebook អីនេះគឺលែងស្រួលដូចមុនហើយបងប្អូនណាគឺគេតឹងរឹងជាមួយយើងហើយហេតុអីបានតឹងរឹងអញ្ចឹងហេតុអីបានខ្ញុំនិយាយថា account នឹងមានភាពមិនប្រក្រតីអញ្ចឹងប្រហែលថ្ងៃនេះគឺវាមានភាពកក្រៅមែនទែនតាក់ទងនឹងអុកញ៉ាម្នាក់តាក់ទងនឹងរឿងអក្រិតកម្មតាមអនឡាញណាបោកប្រាស់លុយអីហ្នឹងបងប្អូនដឹងហើយគឺរឿងហ្នឹងឯងយើងមើលនៅប្រទេសជិតខាងយើងអត់មានបញ្ហា disable account ហ្នឹងអីកើតឡើងវាមានដែរតែដូចជាមានតិចតួចណាតែនៅប្រទេសយើងគឺខ្លាំងតែម្ដងអញ្ចឹង Facebook គេចាប់ផ្ដើមស្វែងរកនៅ account คล้ายៗហើយ account ពិតប្រាកដក៏វាទៅដែរដោយសារអី account คล้ายៗនឹង account ពិតប្រាកដហ្នឹងគឺវាមានភាពមិនប្រក្រតីដូចគ្នាណាអញ្ចឹងដើម្បី account របស់យើងមានភាពប្រក្រតីណាបងប្អូនទៅពិនិត្យទៅមើលទៅលើ email លេខទូរស័ព្ទឬក៏មុខងារសុវត្ថិភាពអីហ្នឹងទៅប៉ុន្តែអាហ្នឹងជាផ្នែកមួយទេនៅរឿងអីផ្សេងទៀតណាអាស្រ័យទៅលើ account បងប្អូនបង្កើតមកតើវាមានចំណុចខ្វះខាតទៅលើអ្វីខ្លះអញ្ចឹងបងប្អូនដែលខ្លាចបាត់ account ណាមានបញ្ហានៅសុកបាត់ account អីហ្នឹងគឺបងប្អូនអាចមកជួបខ្ញុំផ្ទាល់តែម្ដងអត់មានជួបតាមឆាតអីមើលតាមឆាតអាហ្នឹងយើងមិនអាចមើលតាមឆាតតាមអីផ្សេង Telegram អីបានទេណាលុះត្រាតែមកជួបផ្ទាល់ខ្ញុំពិនិត្យមើលផ្ទាល់ណាហើយដោះស្រាយជូនបងប្អូនទាំងអស់គ្នាតែម្ដង
ចឹងការដោះស្រាយយឺតលឿនប្រើពេលវេលាប៉ុណ្ណាវាអាស្រ័យលើ account ផងហើយជួនកាលម៉ាស៊ីនទូរស័ព្ទអីវាខុសគ្នាដែរណាចឹងការដោះស្រាយវាដូចគ្នាទេ account នីមួយៗវាត្រូវការពេលវេលាបើលឿនល្អបើយូរអាហ្នឹងគឺយើងត្រូវការរងចាំទៅតាមនឹងដែរអញ្ចឹងនៅពេលដែលដោះស្រាយជូនហើយខ្ញុំក៏មានធានាជូនមួយខែផងដែរសម្រាប់បងប្អូនទាំងអស់គ្នាបើសិនជាមានបញ្ហាអីណាហើយបងប្អូនចង់ដឹងព័ត៌មានបន្ថែមអាចឆាតសួរខ្ញុំបានតាម Telegram អញ្ចឹងទៅណាបងប្អូនចូល Telegram កន្លែងស្វែងរកកន្លែង search ហ្នឹងគឺ @riroman មកបងប្អូននឹងឃើញឆាតរបស់ខ្ញុំអាចទំនាក់ទំនងមកខ្ញុំតាម Telegram បានហើយណាអញ្ចឹងសម្រាប់បងប្អូនមួយចំនួនដែលអាសា share អាសា like comment លេងនៅក្នុងគេហៅថាតកតងនឹង page របស់ម្ចាស់ brand អីមួយចំនួនហ្នឹងគឺសុំផ្អាកសិនទៅកុំឲ្យកុំតាន់លេងវាយ៉ាត់ខូច account សម្រាប់ account របស់ម្ចាស់ brand ដែលគាត់តែងតែគេហៅថា promotion ឬក៏គេហៅថាអីធ្វើទីផ្សារ business នៅ page របស់គាត់អីហ្នឹងគួរតែផ្អាកសិនដែរណាដើម្បីអីទាំងអស់គ្នាទេកុំឲ្យ account គាត់អីមានបញ្ហាទាំង account page របស់គាត់ហើយនឹងអ្នកលេងផងដែរណាព្រោះអីយើងចេះតែចូលlike share ច្រើនញឹកញាប់ពេកអានឹងក៏អាចជាបញ្ហាដែរនិយាយទៅភាពមិនក្រដីនៅក្នុង account យើងគឺវាមានច្រើនណាខ្ញុំមិនអាចលើកយកមកនិយាយឲ្យជូនបងប្អូនទាំងអស់គ្នាអស់ទេតែបើសិនជាបងប្អូនចង់ដឹងអាចមកឲ្យខ្ញុំពិនិត្យមើល account របស់បងប្អូនទាំងអស់គ្នាហើយនៅមានចំណុចខ្វះខាតត្រង់ចំណុចណាខ្ញុំបំពេញត្រង់កន្លែងហ្នឹងហើយខ្ញុំនឹងបញ្យល់បងប្អូនទាំងអស់គ្នាឲ្យការពារឬក៏ប្រើប្រាស់នៅ account Facebook របស់បងប្អូនទាំងអស់គ្នាកុំឲ្យមានបញ្ហាតែម្ដងចឹងបញ្ហាហ្នឹងក៏ពិតខ្ញុំដឹងហើយគឺវាមិនមែនមកពីយើងដូចខ្ញុំនិយាយមិនមែនមកពីយើងដាក់ថ្ងៃខែខុសអីជាមួយតញ្ញាណប័ណ្ណអីហ្នឹងទេមិនមែនមកពីអត់ដាក់ blue tick subscribe អីហ្នឹងទេដោយសារអ្នកដាក់ blue tick subscribe ហ្នឹងក៏បាត់ក៏ក្រុមហ៊ុន Facebook disable account ជាមួយគ្នាហ្នឹងដែរទៅជាមួយគ្នាអីជាមួយគ្នាហ្នឹងផងដែរចឹងខ្ញុំគិតថាបញ្ហាមិនមែនទាំងអស់ហ្នឹងទេតែបើបងប្អូនចំណុចទាំងអស់ហ្នឹងបងប្អូនធ្វើតាមគេណាដាក់ថ្ងៃខែឆ្នាំកំណើតអីជាមួយតញ្ញាណប័ណ្ណទៅក៏វាល្អមួយយ៉ាងដែរមិនមែនថាវាមិនត្រឹមត្រូវទេបាទនេះថាក៏វាល្អដែរបើបងប្អូនធ្វើអញ្ចឹងប៉ុន្តែបើនិយាយតាក់ទងនឹង Facebook disable account គឺវាមិនមែនមកពីអញ្ចឹងទេណាបងប្អូនជាក់ស្ដែង account Facebook របស់ខ្ញុំមាន3ហើយខ្ញុំបង្កើតទៅលើ IP Wi-Fi តែមួយទៀតហើយ account នេះឈ្មោះក៏ស្តៀងគ្នាហើយរូបភាពអីដែលផងនៅក្នុង account ទាំង3ហ្នឹងក៏មានរូបភាពខ្លះដូចគ្នាទៀតតែអត់មានបញ្ហាអីកើតឡើងទេ account Facebook របស់ខ្ញុំទាំង3នេះគឺវាអត់ទាន់មានបញ្ហាអីកើតឡើងទេដោយសារការបង្កើតរបស់ខ្ញុំវាត្រឹមត្រូវតាមស្តង់ដារមាន email ហើយលេខទូរស័ព្ទហើយមានមុខងារសុវត្ថិភាពអីចឹងទៅហើយនឹងមានអីផ្សេងទៀតមិនមែនមានតែប៉ុណ្្នឹងបាទ3ហ្នឹងពី3ហ្នឹងវាចំណុចសំខាន់ដំបូងគេដែលត្រូវយល់ណាហើយបើសិនជាបងប្អូនមិនតាន់មានទាំងអស់ហ្នឹងទេហើយបើបងប្អូនចង់ធ្វើខ្លួនឯងដោះស្រាយខ្លួនឯងក៏ធ្វើទៅណាដោយសាររបៀបធ្វើរបៀបអីក្នុង channel របស់ខ្ញុំគឺខ្ញុំធ្លាប់ផុសមកច្រើនហើយ channel បងប្អូន creator យើងផ្សេងក៏គាត់ធ្លាប់បង្ហាញជូនមកបងប្អូនអាច search រកទៅណា page ណាហើយ channel ណាក៏ឲ្យតែមានបង្ហាញជូនតាក់ទងហ្នឹងការដាក់សុវត្ថិភាព Facebook ឲ្យយើងមើលទៅណាគឺវាមិនខុសទេមិនបាច់ថាមើលតែរបស់ខ្ញុំទេរបស់គេក៏ដែរឲ្យគេបរៀនមើលទៅវាអត់ខាតទេឲ្យតែតាក់ទងចំណេះដឹងបងប្អូនមើលទៅអត់ខាតទេកុំឲ្យតែយើងទៅមើលតែរឿងណាដែលអត់ប្រយោជន៍អញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបញ្ហាធំគឺ account របស់យើងវាមានភាពមិនប្រក្រតីនឹងឯងអញ្ចឹងដើម្បីឲ្យបាត់ភាពប្រក្រតីហ្នឹងគឺថាតែបងប្អូនមកជួបខ្ញុំភាសាជាមួយខ្ញុំមកហើយមុននឹងមកបងប្អូនអាចឆាតសួរខ្ញុំតាម Telegram អីហើយឥឡូវអត់ទាន់មាននេះទេដោយសារខ្ញុំទៅបញ្ចេញវីដេអូប៉ុន្តែបន្តិចទៀតក្រែងលោកមានអ្នកឆាតមកសួរអីច្រើនអាហ្នឹងតរងចាំទៀតណាព្រោះអីការដោះស្រាយនៅ account មួយមិនមែនលឿនទេបងប្អូនមិនមែនលឿនទេប្រើរយៈពេលបើសិនជា account ហ្នឹងវាអត់សូវមានភាពស្មុគស្មាញញ៉ៃទេអាចថា1ម៉ោងឬក៏2ម៉ោងណាពេលខ្លះ3ម៉ោងវាតាមនឹងដូចខ្ញុំនិយាយយ៉ាង account ខ្លះវាពិបាកនឹងដោះស្រាយ account ខ្លះងាយស្រួលណាព្រោះអីភាពស្មុគស្មាញវាច្រើនមែនទែនវាតាក់ទងម៉ាស៊ីនទូរស័ព្ទតាក់ទង email តាក់ទងលេខទូរស័ព្ទតាក់ទងនឹងប្រវត្តិរបស់យើង account របស់យើងចេះចុះគឺញ៉ៃអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់បាត់ account ណាអាចមកពិសាអាចឆាតមកសួរខ្ញុំបានតាម Telegram ឲ្យមកកុំឲ្យខ្លាចបាត់ទៅស្ដាយក្រោយណាតែបងប្អូនទុកចិត្តថា account បងប្អូនមិនអីទេត្រឹមត្រូវពេញលក្ខណៈឲ្យមិនអីទេអូខេអាហ្នឹងមិនបាច់ក៏បានដែរខ្ញុំអត់បង្ខំទេណាមិនមែនថាបង្ខំឲ្យបងប្អូនមកមើលទេបងប្អូនណាក៏ចង់ការពារទុកមុនក៏មក
តែបងប្អូនណាគិតថា account របស់បងប្អូនមិនអីទេក៏មិនបាច់មើលក៏បានដែរឬក៏បងប្អូនចង់ឲ្យអ្នកដទៃក្រៅពីផ្សេងឲ្យខ្ញុំមើលទុកចិត្តគេឲ្យគេមើលក៏អាហ្នឹងទៅលើការសម្រេចចិត្តរបស់បងប្អូនដែរណាខ្ញុំអត់មានទៅបង្ខំទេហើយអ្នកដែលមានបញ្ហា disable account នេះហ្នឹងក៏អាចមកជួបខ្ញុំបានដែរប៉ុន្តែតាក់ទងនឹង disable account នេះគឺវារឿងពិបាកជាងណាការពារខ្ញុំសឹងថាអាចនិយាយបានថាការពារគឺដើម្បីកុំឲ្យ account នឹង disable ហ្នឹងគឺរហូតដល់90%ដែលយើងអាចការពារបានប៉ុន្តែសម្រាប់អ្នកដែល disable ដែលបិទរួចហើយចង់យកមកវិញខ្ញុំគិតថាវារៀងពិបាកដែរប៉ុន្តែបើសិនជាធ្វើបានបើខ្ញុំមើលទៅដែលអាចធ្វើបានគឺវាល្អណាអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបងប្អូនកុំភ្លេចជួយចុច Subscribe ចុចជានៅ Channel របស់ខ្ញុំផងហើយបើសិនជាបងប្អូនចង់ពី account របស់បងប្អូនកុំឲ្យមានបញ្ហាអីកើតឡើងបងប្អូនអាចទំនាក់ទំនងមក Telegram របស់ខ្ញុំឲ្យជាមុនមកណាក្រែងលោកខ្ញុំរវល់អីចឹងទៅវាពិបាកដែរអញ្ចឹងឆាតសួរខ្ញុំមុនទៅអាហ្នឹងតមកជួបខ្ញុំផ្ទាល់ណាហើយចាំខ្ញុំប្រាប់ទីតាំងប្រាប់អីទៅតាម Telegram ហ្នឹងទៅដល់បងប្អូនទាំងអស់គ្នាតែម្ដងអញ្ចឹងវីដេអូនេះណាបងប្អូនមានតែប៉ុណ្្នឹងឯងហើយអត់មានអីបន្តទៀតទេណាហើយដូចខ្ញុំនិយាយដដែលអញ្ចឹងទោះបីបងប្អូនសួរខ្ញុំនៅក្នុង comment ក៏ខ្ញុំមិនអាចបកស្រាយបានដែរគឺភាពមិនប្រក្រតីនៅ account របស់យើងគឺបញ្ហាវាអាចនឹងមានច្រើនណាហើយបងប្អូនគាត់ថា account បងប្អូនមិនអីទេក៏មិនបាច់មើលក៏បានដែរតែបើថាបងប្អូនចង់ការពារទុកឲ្យហើយគឺខ្ញុំយកមកខ្ញុំរៀបចំមើលឲ្យមានចំណុចខ្វះខាតត្រង់កន្លែងណាខ្វះអីខ្វះ email ឬក៏យ៉ាងម៉េចអីយ៉ាងម៉េចអាហ្នឹងគឺខ្ញុំ check មើលឲ្យហើយប្រើបានទៅរហូតដោយមិនមានបញ្ហាទៅថ្ងៃខាងមុខអីទៀតនោះទេណាអញ្ចឹងវីដេអូនេះគឺសូមបិទបញ្ចប់ដំណឹងអរគុណជួបគ្នានៅវីដេអូក្រោយជាបន្តទៀត